Hello bông ôថ្ងៃនេះប្តីនាំដល់លេងទៀតតែហាងកន្លែងនេះដែរកន្លែងហាងដែលគេបរិច្ចាគបងអូនមានន័យថាខោអាវអីសម្រាប់សម្លៀកបំពាក់អីយើងអត់ប្រើប្រាស់យើងឲ្យកន្លែងហាងហ្នឹងហើយគេលក់ចឹងទៅបងអូនហើយកន្លែងនេះដែរដូចផ្សារទំនើបចឹងបងអូនដឹងមិនដែរបងអូនអើយប្តីខ្ញុំថាគេបិទទៅយូរដែរអត់មានអ្នកគេមកលក់គេបិទអស់លីងមានមួយចឹងណាហើយមនុស្សក៏អត់មកនេះផ្សារនេះទូចល្មមទេបងអូនព្រោះគេបើកធំពេកចាបងអូនអញ្ចឹងអត់សូវមានមនុស្សទេមនុស្សគេទៅធំវិញទូចគឺគេអត់មកចឹងណាស្អាតតែកន្លែងគេបងអូនអើយឥឡូវអត់មានមនុស្សចូលដើរចូលមកក្នុងតិចមានមនុស្សបើកតូបច្រើនដែរតាបងអូនតែគាត់អត់មានមនុស្សមកលេងមកមើលអីចឹងណាហើយកន្លែងហាងមួយកន្លែងនេះធំមែនតើគឺគេលក់ទៅសាឡុងបងអូនហើយប្តីខ្ញុំចង់មកមើលថាសាឡុងស្អាតចង់ទិញហើយខ្ញុំក៏ថាមិនបាច់ទិញទេបងអើយពួកអីពិបាកកន្លែងផ្ទះយើងចអ៊ីតដែរចឹងណាបងអូនមានហើយនៅចង់ទិញទៀតចឹងទៅចអ៊ីតប្តីខ្ញុំខំដើរមកមើលបងអូនណាគេ discount ណាលេងតួ75,000សាឡុងប៉ុណ្ណឹងណាបងអូនណា discount ហើយនៅថ្លៃទៀតខ្ញុំប្រាប់ប្តីខ្ញុំថាបាច់នៅមើលទេមកគេសាឡុងអី discount ហើយ75,000បងអូនអើយប្រហែលជាបើគេមិន discount ចូលមើលហ្នឹងហើយខ្ញុំប្រាប់ប្តីខ្ញុំថាបាច់ទិញទេបងហើយប្តីខ្ញុំក៏ឃើញនៅផ្ទះបងអូនស្រីមានអង្គុយគេទិញដាក់មកចឹងណាហើយស៊ូអង្គុយក៏ចង់បានហើយខ្ញុំថាបាច់ទិញទេផ្ទះយើងមានដែរហើយវាជាអ៊ីតកន្លែងចឹងណាកន្លែងនេះមានកន្លែងក្មេងបងអូនអើយដើរឥឡូវបាត់មួយវិញឯងព្រោះអីស្ងាត់ពេកបងអូនកន្លែងឡើងធំមិនស្អាតទេអត់មានអ្នកលក់ឈប់មានអ្នកមកលេងអស់លីងផ្សារនេះដែរគឺនៅចិត្តផ្ទះខ្ញុំដែរបងអូនហើយឥឡូវនេះគឺខ្ញុំបាត់ទៅវិញឯងដើរស្ងាត់ឡើងដូចខ្មោចឡងចឹងឥឡូវមានតែបាត់ទៅវិញឯងបងអូនឯងមានមនុស្សមួយពីរហ្នឹងមនុស្សមួយនិងពីរហ្នឹងគេដើរហាត់ប្រាណនៅក្នុងហ្នឹងបងអូនហើយស្ងាត់អីតានៅស្រុកខ្មែរបងអូននៅអាមេរិកក៏ស្ងាត់ដែរនេះនៅរដ្ឋខ្ញុំឯងបងអូនគេដោយកន្លែងចឹងណាផ្ទះខ្ញុំកន្លែងនេះស្ងាត់អត់ជ្រាបហ្មងហើយបើកហាងប៉ុណ្ណាណៃមិនដាច់ដូចតែគ្នានេះបងអូននរណាដូចនរណាតែឥឡូវនេះធ្វើដំណើរទៅវិញឯង